ម្យ៉ាងថប់សំណាងដោយបានកើតជាមនុស្សអានឹងថប់សំណាងដល់ខ្ពង់ខ្ពស់ម្យ៉ាងហើយណាមើលចុះសត្វទាំងឡាយក្នុងអបាយភូមិមានអីដើម្បីនឹងប្រកបកិច្ចការងារនាំគ្នាស្ដាប់ធម៌ស្ដាប់អាឬក៏ដើម្បីរៀនសូត្រនៅព្រះពុទ្ធវចនៈនោះនឹងមិនអាចដើម្បីនឹងយល់ចូលចិត្តចេះដឹងនៅតម្លៃនៃព្រះពុទ្ធវចនៈបានឡើយនឹងព្រីបែកដូចជាសត្វគោក្របីអីដែលសូម្បីគេធ្វើខ្សែចងដោតកន្លោះនឹងដោយមាសឬក៏រទេះនឹងដោយប្រាក់ដើម្បីជាគ្រឿងអលង្ការដល់គោក្របីនឹងយ៉ាងណាក៏សត្វតិរិឆាននឹងមិនអាចដើម្បីបានយល់ដល់តម្លៃនៃរតនវត្ថុទាំងអស់នោះទេប៉ុន្តែមនុស្សទេតាដែលប្រដាប់តាក់តែងឡើងដើម្បីជាយុគសម្រាប់ខ្លួនដែលជាម្ចាស់គោក្របីឬក៏សេះតម្រៃអីជាដើមហ្នឹងឲ្យចំណែកសត្វតិរិឆានមិនបានយល់ដល់គុណតម្លៃនៃមាសប្រាក់នោះទេយ៉ាងណាក៏ដូចជាថាការដែលសត្វក្នុងអបាយភូមិនឹងមិនបានយល់ដល់គុណតម្លៃនៃព្រះធម៌នឹងចឹងប៉ុន្តែចំណែកមនុស្សយើងអាចដើម្បីបានយល់ដល់គុណតម្លៃទាំងអាចបានយល់ដល់គុណតម្លៃនៃព្រះធម៌ហ្នឹងប្រសើរត្រង់កន្លែងហ្នឹងចឹងដូច្នេះវាមានភាពប្រសើរនឹងត្រួតថែមលើគ្នាម្យ៉ាងនោះគ្រាន់តែថាកើតមកជាមនុស្សហ្នឹងវាប្រសើរណាស់ទៅហើយយើងបើសិនជាក្នុងពេលនេះនៅក្នុងពេលនេះនៅក្នុងជាតិនេះវាមិនមែនជាមនុស្សទេជាគោក្របីសេះតម្រៃឬក៏រមាំងឆ្លុះក្នុងព្រៃដោយអំណាចពីជាតិមុតនឹងអកុសលកម្មឯណានីមួយហ្នឹងជាបច្ច័យតាក់តែងនៅបដិសន្ធិជាតិភពសម្បត្តិហ្នឹងឲ្យទៅជាសត្វអញ្ចឹងឥឡូវយើងគិតទៀមទាកំណើតមនុស្សនេះពីអ្នកណាឥឡូវយើងសុំឲ្យខ្ញុំបានមកជាមនុស្សហ្នឹងមិនចាំបាច់ណាស់ណាទេមិនចាំបាច់ថាសម្បូរទៅដោយទ្រព្យសម្បត្តិច្រើនសម្បូរទៅដោយលៀបដោយយសដោយសក្ការៈដោយការគោរពរាប់អានមិនចាំបាច់សម្បូរទេគ្រាន់តែថាឲ្យមានកំណើតកើតជាមនុស្សទៅចោះសំបីមហូបអាហារអ្វីដែលថាមិនល្អមិនប្រណិតសម្លៀកបំពាក់អីហ្នឹងមិនបានផ្ចិតផ្ចង់អីហ្នឹងយ៉ាងណាក៏សក់ចិត្តដែរឲ្យតែបានមានកំណើតជាមនុស្សអាហ្នឹងដែលនៅរស់ក្នុងកំណើតអបាយភូមិមានសត្វតិរិឆានជាដើមណាទៀតហ្នឹងចឹងហើយយើងដើម្បីនឹងទៅសុំពីណាឲ្យបានឲ្យមកជាមនុស្សដោយសពថ្ងៃហ្នឹងអញ្ចឹងណាហើយឥឡូវយើងពិចារណាមើលដែលយើងបានកើតមកជាមនុស្សហើយឥឡូវហ្នឹងដឹងខ្លួនថាមិនមែនសត្វមិនមែននៅក្នុងអបាយភូមិទាំង4ហ្នឹងណាមួយទេគឺមនុស្សឲ្យពិតឥឡូវហ្នឹងកំពុងដកដង្ហើមចេញដកដង្ហើមចូលកំពុងគិតធ្វើអីនឹងធ្វើអីយ៉ាងណាគឺនៅក្នុងកំណើតជាមនុស្សអញ្ចឹងយើងត្រូវដឹងថាវាជាការដែលយើងមិនចាំបាច់ទៅសុំអង្វរអ្នកណាដើម្បីឲ្យបានមកជាមនុស្សទៀតទេព្រោះវាបានហើយក្នុងពេលនេះហ្នឹងអញ្ចឹងគណៈទាំងហ្នឹងហើយឥឡូវដើម្បីថា
ការដែលយើងអាចបំពេញនៅសេចក្តីល្អបានថែមមួយជាន់ពីលើកំណើតមនុស្សនឹងទៀតអាហ្នឹងវាបន្ថែមសេចក្តីត្រូវនិងឧបនិស្ស័យល្អពូជល្អតទៅអញ្ចឹងអាហ្នឹងយើងដឹងថាជីវិតមានតម្លៃថ្លៃប៉ុណ្ណាទេជីវិតនឹងមានតម្លៃថ្លៃប៉ុណ្ណាគឺកណ្ណាគុណចាស់ញាតិញោមនឹងពិចារណាវេញែកចឹងទៅហើយត្រូវអប់រំសន្សំនៅបញ្ញានឹងឲ្យច្រើនឡើងព្រោះថាបើបញ្ញានឹងមិនចម្រើនទេមិនអាចរួចផុតអំពីទុក្ខបានឡើយដែលមនុស្សទាំងឡាយចង់រត់គេចចេញអំពីសេចក្តីទុក្ខប៉ុន្តែមិនអប់រំចម្រើនបញ្ញាគឺមិនអាចរួចអំពីសេចក្តីទុក្ខនឹងបានទេមានតែផ្លូវនៃបញ្ញានឹងមួយដែលអាចឲ្យរួចផុតចាកទុក្ខទៅអាការដែលត្រូវការចង់ឲ្យរួចផុតអំពីសេចក្តីទុក្ខហ្នឹងវាជាវត្ថុបំណងឬថាជាទិសដៅនៃសពសត្វទាំងអស់ក្នុងលោកណាទេមិនមែនចំពោះតែមនុស្សទេដែលខ្លាចទុក្ខដែលមិនចង់បានទុក្ខហើយចង់ឲ្យរួចផុតអំពីទុក្ខហ្នឹងគឺថាសពសត្វទាំងអស់ហ្នឹងប៉ុន្តែដែលតោះទៅថាការដែលមិនដឹងនៅផ្លូវដែលប្រព្រឹត្តទៅដើម្បីឲ្យរួចអំពីសេចក្តីទុក្ខហ្នឹងគឺការអប់រំចម្រើនបញ្ញាដល់តែមិនដឹងអញ្ចឹងអាហ្នឹងក៏វាបែកងាកមករកវដ្តសង្សារវិញតដែលប្រព្រឹត្តទៅដោយផ្លូវនៃតណ្ហាព្រោះក្នុងโลกនេះវាមានសច្ចៈពីរដែលជាវត្តដាក់នោះគឺទុក្ខសច្ចៈហើយនិងសមុទយសច្ចៈអាហ្នឹងវាមានតែប៉ុណ្ណឹងចឹងទៅហើយដែលតណ្ហាត្រូវការលៀបយកសការៈសពគ្រប់ប្រការដល់ទៅត្រូវការអញ្ចឹងទៅអាហ្នឹងវាប្រព្រឹត្តទៅដើម្បីទុក្ខសច្ចៈព្រោះហេតុតែចំណង់អាហ្នឹងអញ្ចឹងហើយដែលអាចរួចផុតចាកទុក្ខបានគឺព្រះនិព្វាននោះមិនមែនទៅតាមផ្លូវនៃតណ្ហាទេគឺទៅតាមផ្លូវនៃបញ្ញាតែហ្នឹងវាផុតចាកអំពីវដ្តសង្សារគឺវាមានសច្ចៈពីរដែរដែលអាចផុតអំពីវត្តដាក់បានគឺព្រះនិព្វានដែលជានិរោធសច្ចៈហើយនឹងអរិយមគ្គដល់ប្រសើរដែលជាមគ្គសច្ចៈនោះអានឹងចឹងបានថាយើងត្រូវទៅតាមសច្ចៈប្រការទី4គឺមគ្គសច្ចៈហ្នឹងដែលជាសច្ចៈជាផ្លូវប្រព្រឹត្តបរិបត្តិដើម្បីឲ្យបានដល់ទីរំលត់ទុក្ខឬថាទីបំផុតទុក្ខប្រកាសណាគុណចាស់ញាតិញោមយើងមានការពិចារណានៅធម៌អាជំវិញជីវិតនឹងសុទ្ធតែជាឱកាសនៃការចម្រើនបញ្ញាបានទាំងអស់ជីវិតមនុស្សយើងប្រព្រឹត្តទៅនៅក្នុងលោកកធម៌8ប្រការបើចាត់ជាគូគឺមាន4គូគូទី1គឺមានលៀបហើយនឹងអត់លៀបគូទី2គឺថាមានយុទ្ធហើយនឹងអត់យុទ្ធគូទី3គឺសរសើរហើយនឹងនិន្ទាហើយគូទី4សុខហើយនឹងទុក្ខ4គូនឹងទាំងរាយទៅមាន8ហៅថាលោកកធัวគឺប្រែមកថាធัวសម្រាប់សត្វលោកហ្នឹងហើយសត្វលោកហ្នឹងដែលអាចមានឈ្មោះថាសត្វលោកបានក៏ដោយអាស្រ័យខន្ធលោកបើអាស្រ័យខន្ធលោកទៅមានឈ្មោះថាសត្វលោកហើយធัว8ប្រការហ្នឹងគឺសម្រាប់លោកហ្នឹងគឺសម្រាប់សត្វលោកហ្នឹងសម្រាប់ជីវិតដែលកើតមកអាស្រ័យមានខន្ធនឹងឯងមនុស្សយើងប្រកបដោយបញ្ចខន្ធហ្នឹងអញ្ចឹងហើយប្រកាសណាគុណម្ចាស់ញាតិញោមសូមរំលឹករឿយៗថាធម្មតាជីវិតវាមិនមែនមានតែការបានលៀបទេណាវាមានការអត់លៀបផងអាហ្នឹងវាជារឿងពិតរបស់ជីវិតវាមិនមែនមានតែការបានយកទេណាវាមានការអត់យកផង
vì mình miên tại ca sở sao thế vì miên nâng tia phỏ mà nó riêng tất ở bao chỉ vật triệt thế prom tập tu ao chỉ vật nâng chẳng thế rư cọc chết để không từ trê on nâng ca bàn liệt từ này giang hay sao phải từ to chặt giang khăn nâng ca ọt liệt hay prom trê o đi đây tay chỉ mùi nâng ca bàn vô hay sạp từ phơi ca to chặt on chặt giang khăn nâng ca ọt vô bởi vì giang nô bởi vì giang nâng tế nâng về từ tam phơi tam mà hà hơi nè ấy phơi tam mà hà nằm từ na từ nằm từ rồi vật đạn từ tục là sạch chặt đời na tam mà hà đây chỉ tục là sơ một thì dễ mấy ban tha về chỉ phơi này tam mà hà nâng mau thì về miền cả bảy chạy về nhảy rừng tầng óc nâng ạ đây chỉ lâu vật khô cu nâng khía nâng ao về tới chỉ miền cá bình chất hay nâng tọt chẩn nâng về ao y cầm lăng đo tam mà ha hơi về từ tam phơi từ mùi nâng về từ tam phơi từ mùi nâng đôi phơi từ cam pre hi piên cứ sẽ bật ham buồn từ mùi nâng dạng ná phơi từ cam vật từ song sáng từ tam phơi từ mùi nâng cứ tam mà ha đấy nâng chẳng ấy dân trệt o bình chất tại chỉ mùi nâng ca rồi xa ấy phơi ca to chất ăn chất khẩn cao nâng tia ở đây tha rì rồi ca bật na chọn ban sóc ấy ca tục tồn mà nó to chỉ mùi cái nên nâng tục nâng ban từ đây thả ca minh còn nọt đăng nơi chỉ vật hãy chặt dốt nơi chỉ vật nâng tha chỉ khruồn tha chỉ dương tha chỉ khruồn dương tha chỉ anh rồi tha chỉ sạp chỉ bọc cơ chẳng tới chỉ vật nâng là thấy miền ca huồng hay nơi chỉ vật nâng đầm bay ai tại bàn liệt bàn vô sở xa hay nâng sống nâng huồng hay chỉ vật nâng chấm ắt prôn cầm nát đăng đầy plei này bành nhà bị prôn khoa ốp bạn bị say hay nâng khoa ca chỉ diêm khăn ông bạch trợ bọn nâng chẳng đôi chân này cả na tuần để cha tiền á sông bàn sắc xa nơi bạc khổ hãy miền ca của bạc bạ để ba tam bạc khổ sắc xa bạc khổ sắc xa thầm mịch sắc xa bạc sầm ma sam phút trung tra sầm đay âm pi thua bạc bay bạc ca đại chọt tới chỉ mùi nâng sạch lốp nâng dân ban sắc xa riêng sốt máu mấy mua thầy chỉ ca sắc xa tam để bạc sầm ma sam phút trung tra sầm đayហើយក៏ត្រូវប្រព្រឹត្តបដិបត្តិហ្នឹងអប់រំចម្រើនបញ្ញាព្រមឲ្យការប្រព្រឹត្តទៅនៃជីវិតនេះនៅក្នុងលោកធម៌ដោយការកាត់បន្ថយនៅសេចក្តីញាប់ញ័រនឹងជាផ្លូវនៃបញ្ញាដែលអាចកាត់បន្ថយនៅការញាប់ញ័របានមិនអាចកាត់បន្ថយនៅការញាប់ញ័របានព្រោះដឹងបញ្ញាជាតួដឹងតែជីវិតហ្នឹងវាត្រូវតែអញ្ចឹងឯងណាទៅចេះរៀបចំជីវិតឲ្យតែបានលៀបចុះអត់លៀបនឹងទុកឲ្យណាហ្នឹងសម្រាប់ជីវិតដែរណានឹងចឹងហើយយើងចេះចង់ឲ្យតែបានយល់ចុះអត់យល់នឹងទុកឲ្យស្អីសម្រាប់ជីវិតដែរឲ្យវាល្មមឲ្យវាព្រមក្នុងរឿងទាំងអស់នឹងផងបើមិនចឹងទេយើងមិនអាចរួចផុតអំពីសេចក្តីទុក្ខក្នុងជីវិតបានទេពោលគឺមិនអាចរួចអំពីជីវិតនឹងបានតែម្ដងមិនអាចផុតអំពីជីវិតគឺមិនអាចផុតអំពីទុក្ខទេព្រោះជីវិតជាទុក្ខមិនបានមិនផុតអំពីជីវិតព្រោះនៅក្នុងការពួងហែងជីវិតប្រកម្មជីវិតត្រូវតែយ៉ាងនេះកុំឲ្យយ៉ាងនោះត្រូវតែឲ្យបានលៀបបានយកសរសើរសពកុំឲ្យមានការអត់លៀបអត់យកនិន្ទាហើយនឹងទុកនឹងចឹងរឿងហ្នឹងវាជាការជាប់នៅក្នុងជីវិតទេណាដំអកនៅក្នុងជីវិតទេណាហើយក៏ជាការជាប់នៅក្នុងទុកដំអកនៅក្នុងទុកលិចចុះក្នុងទុកដោយសារការជាប់ទៅក្នុងជីវិតហើយវាប្រព្រឹត្តទៅដោយអំណាចតណ្ហាពីព្រោះធម្មតាទេតែកាលណាចេះវេញែកនៅធัวដែលជាគូហ្នឹងឲ្យវាផ្សេងគ្នាហើយរៀបចំទុកដាក់ជីវិតហ្នឹងឲ្យតែខាងតែបានលៀបបានយកជាដើមហ្នឹងអញ្ចឹងអាហ្នឹងវាត្រូវទៅតាមផ្លូវនៃតណ្ហាហើយទៅការប្រាថ្នាវាអត់មានដើម្បីសិក្សានៅបរមត្តធម៌
សភាវៈធัวតាមសេចក្តីពិតដែលកើតឡើងប្រហែលបច្ច័យនឹងចឹងបរមត្តសច្ចៈសេចក្តីពិតដោយបរមត្តធัวក្នុងជីវិតគ្រប់គ្រាគ្រប់ពេលវេលាទាំងអស់ដែលជាធัวគូកំណត់ដឹងជាធัวដែលគួរនឹងរលឹកសិក្សាឲ្យឃើញថាជាសភាវៈធัวក្នុងជីវិតប្រចាំថ្ងៃសភាវៈធัวហ្នឹងគឺបរមត្តធัวហ្នឹងប៉ុន្តែសំដែងថាបរមត្តធัวហ្នឹងកើតដោយហេតុបច្ច័យទៅហៅថាជាសភាវៈធัวគឺជាធัวដែលជាប់ដោយហេតុមិនមែនមានឯងកើតឯងជាសាសតវត្ថុថិតថេរទៀងទាត់អីទេមានការកើតនិងវិនាសទៅជាធម្មតាអាហ្នឹងទៅហៅថាសភាវៈធัวសភាវៈធัวហ្នឹងដែលតាំងនៅក្នុងសភាវៈលក្ខណៈសច្ចៈសភាវៈលក្ខណៈសច្ចៈហ្នឹងគឺសេចក្តីពិតក្នុងដែលថាលក្ខណៈនៃសភាវៈធัวហ្នឹងមិនអាចកែប្រែថាកុំឲ្យអញ្ចឹងបានទេគឺការមិនទៀងជាទុក្ខនិងជាអនត្តាហ្នឹងគឺជាលក្ខណៈសម្រាប់សភាវៈធัวគឺពិតហៅថាសភាវៈលក្ខណៈសច្ចៈហ្នឹងនឹងប្រកាសណាគុណចាស់ញាតិញោមបងប្អូនស្រីប្រុសទៀតណាអាចដើម្បីសិក្សានៅក្នុងលោកធម៌ការសិក្សានៅក្នុងលោកកធម៌គឺជាការសិក្សានៅក្នុងសភាវៈធម៌ពិតនឹងឯងហើយរឿងសំខាន់ដែលមិនមែននៅត្រង់ការដែលប្រកម្មជីវិតនឹងថាជាខ្លួនថាជារបស់ខ្លួនហើយប្រឹងប្រែងឲ្យតែបានលៀបបានយកសរសើរហើយនឹងសុខក្នុងលោកនឹងអញ្ចឹងចាត់ទុកថាជីវិតនឹងប្រសើរអត់ទេទាំងអត់ទេរឿងដែលសំខាន់ណាស់ប្រសើរណាស់ក្នុងសាសនានេះគឺការដែលផុតរបូតរួចអំពីជីវិតអានឹងបានប្រសើរព្រោះផុតទុក្ខហ្នឹងចឹងណាទៀតព្រោះផុតទុក្ខណាផុតទុក្ខគឺផុតរបូតរួចអំពីជីវិតណាផុតទុក្ខគឺផុតរបូតរួចអំពីជីវិតហើយដែលផុតរបូតរួចអំពីជីវិតព្រោះមិនប្រកម្មនៅជីវិតមិនជាប់នឹងជីវិតហើយហេតុអីបានជាមិនប្រកម្មនឹងជីវិតមិនជាប់នៅនឹងជីវិតព្រោះឃើញថាជីវិតនឹងជារបស់ពិតមានហេតុបច្ច័យកើតឡើងស្រេចស្រាប់ជាធម្មតាដល់អញ្ចឹងទៅមានចាំបាច់ត្រូវការចង់បានអ្វីដទៃនឹងឯដែលកាត់នៅតណ្ហាហើយទៀតបែកផ្លូវចេញអំពីតណ្ហាមានត្រូវការចង់បានរបស់ដទៃយកមកដូរជំនួសសភាវៈពិតដែលបានកើតអំពីហេតុបច្ច័យកំពុងប្រកបនឹងអីមានត្រូវការចង់កែប្រែឲ្យទៅជាយ៉ាងដទៃឬស្វែងរករបស់ដទៃមកជំនួសអីអត់នឹងចឹងថែមទាំងសភាវៈពិតដែលកំពុងប្រកបនឹងមិនប្រកម្មថាជាខ្លួនមិនប្រកម្មថាជារបស់ខ្លួនទៀតផងអាហ្នឹងកន្លែងហ្នឹងដែលអាចរួចផុតអំពីជីវិតហើយការរួចផុតហ្នឹងណាជាការដែលបានរួចផុតអំពីទុក្ខនឹងកន្លែងហ្នឹងចឹងកណាគុណចាស់ញាតិញោមបងប្អូនទាំងរឿងរ៉ាវជាប្រកបដីក្នុងជីវិតប្រចាំថ្ងៃគ្មានស្អីដែលផុតអំពីសេចក្តីពិតទេនឹងទោះជារឿងនឹងយើងទាស់ចិត្តទាស់នឹងទាស់នឹងរឿងអីរឿងអ្នកដតីនឹងឯងមិនស្ដាប់មនុស្សយើងកាលណាបើវានៅក្នុងសេចក្តីថាអញមួយដែរអញ្ចឹងទៅនិយាយអីដល់អ្នកដតីវាចង់ឲ្យគេស្ដាប់បើគេស្ដាប់ទៅអញក្រន់និយាយទៅគេស្ដាប់ហើយដល់និយាយទៅគេមិនស្ដាប់ប្រាប់ទៅគេមិនតាមអាហ្នឹងវាកើតទៅជារឿងអន់ចិត្តហ្នឹងកើតទៅជារឿងអន់ចិត្តដោយគិតថាគេហ្នឹងមិនស្ដាប់អញចឹងទៅនឹងដល់អញ្ចឹងទៅវាមានការថ្នាំងថ្នាក់អន់ចិត្តហ្នឹងព្រោះមានការវេញែកទៅថាអ្នកដតីហ្នឹងមិនសមអញ្ចឹងមិនស្ដាប់អញព្រោះអញជាម៉ែអញជាឪដល់តែអញជាម៉ែជាឪរឿងហ្នឹងកូនត្រូវតែស្ដាប់បង្កប់អញអញជាគ្រូអញជាអ្នកធំអញជាអ្នកបង្កប់បញ្ជាអីហ្នឹងយ៉ាងណាដល់តែអ្នកដតីដែលគួរតែស្ដាប់អវាទស្ដាប់បង្កប់ហ្នឹងអញ្ចឹងដល់តែមិនស្ដាប់អាហ្នឹងវាកើតទៅជារឿងខឹងព្រោះដឹងថានៅហ្នឹងត្រូវតែស្ដាប់អញព្រោះអញចឹងទៅប៉ុន្តែ
ប្រកាសណាគុណម្ចាស់ទៀតណាសូមឲ្យបានជ្រាបថាទោះជាយ៉ាងណាក៏ដោយទោះជាយ៉ាងណាក៏ដោយរឿងអីក៏ដោយឬមិនរួចអំពីសុភាវៈពិតដែលកំពុងប្រកបទេទេទោះជាយើងថារឿងនឹងមិនសមអញ្ចឹងអ្នកនឹងមិនសមប៉ុន្តែនៅពេលហ្នឹងបើមិនមានសុភាវៈធัวកើតឡើងទេតើមានអីដើម្បីទៅដឹងរឿងថាមិនសមនឹងចឹងណាទៀតស្រាប់បានទេទៀតបើមិនមានសុភាវៈពិតកើតឡើងទេមានអីទៅដឹងថារឿងហ្នឹងវាមិនសមអានឹងវាតល់តែនៅពេលហ្នឹងកើតមេនៅវិញ្ញាណដឹងថាអ្នកហ្នឹងមិនស្ដាប់បង្កប់អានឹងចឹងវាតល់តែកើតចិត្តវិញ្ញាណហ្នឹងអញ្ចឹងហើយដល់ទៅកាលណាសិក្សានៅក្នុងសុភាវៈធម៌ប្រកាសណាគុណម្ចាស់ញាតិញោមលេងទាស់ចិត្តហើយទេលេងទាស់ចិត្តហើយពីព្រោះអីពីព្រោះថាពិតមែនតែនឹកគិតទៅក្នុងរឿងហ្នឹងថាមិនសមប៉ុន្តែសុភាវៈធម៌សមទៀតសុភាវៈធម៌ដែលកើតឡើងហ្នឹងសមណាស់គឺសមតាមហេតុបើមិនមានហេតុទេតើសុភាវៈហ្នឹងកើតយ៉ាងម៉េចបានសុភាវៈអីសុភាវៈដែលកើតឡើងដឹងរឿងអ្នកដទៃហ្នឹងហើយរឿងអ្នកដទៃយ៉ាងនេះហ្នឹងណាដែលអាចដឹងបានហ្នឹងដោយសារមានមโนវិញ្ញាណកើតឡើងបើអត់មโนវិញ្ញាណកើតឡើងទេធ្វើម៉េចដឹងរឿងអ្នកដទៃហើយជាប្រកបដីដែលធ្លាប់មកធ្លាប់ប្រមាថមកធ្លាប់វង្វេងភ្លេចស្មារតីមកណាគឺតែងតែវេញែកនៅក្នុងរឿងតែប៉ុណ្ណោះរឿងដែលនៅក្នុងខឹងកុំតែមកគិតទៅគិតចិត្តចង់តែខឹងតែហ្នឹងអញ្ចឹងណាបើមិនបានគិតមិនបាននឹកមិនបានអ្នកណាជួយរំលឹកអីទេហើយទៅឲ្យដល់តែមានអ្នកណាជួយនឹកជួយរំលឹកឬក៏នឹកឃើញហើយគិតថែមទៅទៀតទៅវាមិនគួរអញ្ចេះគេមិនសមចុះអាហ្នឹងកើតរឿងខឹងម្ល៉េះដឹងទៅពីរឿងវេញែករឿងអ្នកដទៃហើយខឹងក្រោតអីទៅគុំទុកទៅហ្នឹងឧបនាហៈចងគំនុំគុំទុកមកចាំសងសឹកដោយប្រការណាតិចច្រើនអីយ៉ាងម៉េចដោយកាយឬដោយវាចានឹងមានការគុំទុកចាំសងសឹកអីតិចតួចនឹងយ៉ាងហោចណាស់ក៏ចាំថាមិនញញឹមរត់ដែរគុំទុកថាជួបមុខមិននិយាយរកមិនហៅរកអីនឹងសិតតែការគុំទុកក្នុងចិត្តហើយតែឧបនាហៈនឹងអញ្ចឹងឯងមិនស្ដាប់អញឯងចាំមើលថ្ងៃក្រោយយ៉ាងនេះទៅនោះអញវាចេះវាចប់ហ្នឹងគុំទុកមកទាំងនឹងអញ្ចឹងរឿងហ្នឹងវែងញែកតែក្នុងរឿងរំលងសុភាវៈពិតចោលអស់ទាំងត្រង់ដែលសុភាវៈពិតកំពុងប្រកបហ្នឹងមិនរលឹកមិនសិក្សាឲ្យឃើញថាសុភាវៈហ្នឹងសមព្រោះបើមិនមានហេតុទេតើកើតឡើងយ៉ាងម៉េចបានសុភាវៈហ្នឹងសមណាស់គឺសមតាមហេតុមិនដែលកើតឡើងដោយអត់ហេតុឡើយនឹងអញ្ចឹងហើយបើមិនមានសុភាវៈពិតកើតឡើងទេតើមានរឿងអីដែលត្រូវដឹងទៀតទេព្រោះរឿងរ៉ាវទាំងអស់ហ្នឹងដែលអាចមានឡើងបានក៏ដោយអាស្រ័យការកើតឡើងនៃមโนវិញ្ញាណតែប៉ុណ្ណោះជាសុភាវៈពិតអាចនឹងដឹងរឿងយ៉ាងណារឿងហ្នឹងមាននៅក្នុងមโนវិញ្ញាណហ្នឹងប៉ុណ្ណឹងអញ្ចឹងដូច្នេះវាត្រូវតែសមទៅតាមសុភាវៈធម៌ដែលកំពុងប្រកបក្នុងជីវិតប្រចាំថ្ងៃនៃខ្លួនយើងគ្រប់ព្រះអង្គគ្រប់គ្នានឹងអញ្ចឹងណាទៀតនឹងអ្នកណាគេស្ដីឲ្យថាឯង confirm ឲ្យគេសរសើរគេមិនមែនត្រឹមតែមិនសរសើរគេនឹងទេឯងទៀតនឹងក្តៅទៅហើយចិត្តអស់យ៉ាងបាត់ថ្ងៃក្រោយក៏មករកអញមិនទៅខ្ចីធ្វើឲ្យនឹងអញ្ចឹងខំនឹងគេស្ដីឲ្យប៉ុន្តែបានជាភ្លេចដល់សុភាវៈពិតជាប់នឹងរឿងទៅវាទៅជាគិតតែគេនឹងមិនសមទៀតប៉ុន្តែសួរថាតើអ្នកដទៃនឹងអាចដើម្បីធ្វើសោតវិញ្ញាណឲ្យយើងបានទេដើម្បីនឹងថាឲ្យយើងឮនៅសំឡេងអ្នកដទៃណាធ្វើបានទេនឹងនៅក្នុងពេលហ្នឹងដែលអាចឮនៅសំឡេងអញ្ចឹងបានណាអត់មានរឿងអីដែលគួរតែខឹងជាមួយអ្នកដទៃទេពីព្រោះរឿងសោតវិញ្ញាណនេះសមណាស់ដល់ពេលវេលាត្រូវកើតហើយមិនមែនអ្នកដទៃបង្កើតឲ្យយើងទេនឹងហើយបើយើងគិតទៅក្នុងរឿងចេតថាអ្នកដទៃមិនសមហើយចុះបើសោតវិញ្ញាណមិនកើតទេធ្វើម៉េចដើម្បីនឹងឮគេស្ដីឲ្យហើយរឿងសោតវិញ្ញាណដែលកើតឡើងនឹងយើងទៅប្រឆាំងតតាំងឬក៏ត្រូវអប់រំបញ្ញាអានឹងចឹងណាស់ទេមិនចាំបាច់ចង់ឲ្យគេសរសើរទេ
ពីព្រោះពាក្យសរសើរវាមិនមកស្មើអីជាមួយនឹងបញ្ញាដូច្នេះការអប់រំបញ្ញានោះវាប្រសើរជាងការបានពាក្យសរសើរគេសរសើរទៅតែបើគេនិន្ទាក៏អាចដើម្បីអប់រំចម្រើនបញ្ញាបានដែរវាមិនមែនការអប់រំចម្រើនបញ្ញាតលលើគេសរសើរតលលើគេបញ្ជោឯណាអត់ទេការអប់រំចម្រើនបញ្ញាគឺទល់គ្នានឹងសភាវៈពិតដែលកើតឡើងកំពុងប្រកបគ្រប់ពេលវេលាទាំងអស់ហើយនៅពេលដែលគេនិន្ទានឹងមានសភាវៈពិតកើតឡើងប្រកបទេថាកើតអានឹងអញ្ចឹងហើយអាចអប់រំចម្រើនបញ្ញាបានទេថាបានមិនមែនចាំបាច់តល់ទេបើចាំខ្ញុំទៅធ្វើបញ្ញាសិនអត់មានចាំបាច់ចាំសិនអីណាព្រោះនៅក្នុងពេលហ្នឹងចិត្តលឺកើតឡើងហើយចិត្តលឺកើតនៅក្នុងពេលហ្នឹងមិនមែនអ្នកដទៃទេហើយចិត្តលឺដែលកើតក្នុងពេលហ្នឹងមិនអាចហាមឃាត់ថាកុំឲ្យកើតឡើងបានឡើយទាំងដែលចិត្តលឺកើតក្នុងពេលហ្នឹងសំតាមហេតុណាស់ហើយមិនមែនត្រឹមតែចិត្តលឺនឹងប៉ុណ្ណឹងគឺមនោវិញ្ញាណកើតឡើងក្នុងមโนទ្វារទៅដឹងរឿងអ្នកដទៃស្ដីថាយ៉ាងនេះអានឹងចាំណាទៀតទៅដឹងរឿងអ្នកដទៃស្ដីថាយ៉ាងនេះហ្នឹងញាតិញោមបងប្អូនជ្រាបណាសោតតែវិញ្ញាណត្រឹមតែលឺសំឡេងឯងមិនទាន់ដឹងគេស្ដីថាទេណាសំឡេងតែគេស្ដីថាហ្នឹងមិនទាន់ដឹងសាច់រឿងអីទេដល់តែមនោវិញ្ញាណកើតបន្តហ្នឹងបានដឹងរឿងហើយនៅក្នុងពេលហ្នឹងមនោវិញ្ញាណហ្នឹងយើងគួរទៅជំទាស់ទេព្រោះថាអាចជាអារម្មណ៍នៃបញ្ញាបានណាទៀតអាចចម្រើនបញ្ញាបានរឿងអីដែលត្រូវទៅជំទាស់នឹងមនោវិញ្ញាណហ្នឹងមកអំពីមិនអប់រំការស្ដាប់មិនអប់រំការរលឹកសិក្សាទៀតវេញែកតែក្នុងរឿងគេវាមិនសមចេះគេវាមិនសមចុះរំលងសភាវៈពិតចោលអស់មកហើយបញ្ញាគឺមិនអាចចម្រើនបានឡើយបញ្ញានឹងគប់បាត់អស់ហើយអាហ្នឹងអញ្ចឹងដូចនេះចាប់តាំងពីពេលយើងបានស្ដាប់សិក្សានៅក្នុងរឿងសតិប្បដ្ឋានវិបស្សនាមកយើងអាចមានឱកាសរលឹកសិក្សានៅសភាវៈធម៌ដែលកើតប្រហែលបច្ច័យនិងកំពុងប្រកបនឹងជាប្រកបដីអ្វីទាំងអស់កិច្ចមិនរួចឬមិនរួចអំពីសភាវៈពិតទាំងទេទាំងដែលថាឬមិនរួចហ្នឹងដោយសេចក្តីខាងហ្នឹងដោយសេចក្តីខាងហ្នឹងដោយ